នៅពេលដែលអ្នកកាន់តែមានវ័យចាស់ទៅអ្វីដែលជាអត្ថប្រយោជន៍នៅក្នុងជីវិតរបស់អ្នកគឺចាប់ផ្ដើមផ្លាស់ប្ដូរអ្នកឈប់ដេញតាមភាពរអ៊ូដែលឥតប្រយោជន៍ហើយចាប់ផ្ដើមស្រេកឃ្លាននៅសេចក្តីសុខសាន្តហើយលើសពីអ្វីៗទាំងអស់គឺអ្នកចង់នៅក្បែរមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពចង់នៅក្បែរមនុស្សដែលនាំមកនូវភាពស្ងប់សុខជំនួសឲ្យនូវភាពវឹកវរចង់នៅក្បែរមនុស្សដែលផ្ដល់នូវកម្លាំងចិត្តដល់ផ្លូវចិត្តរបស់អ្នកមិនមែនផ្ដល់នូវភាពតានតឹងសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នកនៅឡើយអ្នកនឹងថាព្យាបមានបានពិតប្រាកដវាមិនមែនជាការបង្អួតសំញេរនោះទេវាមិនមែនជាភាពឆាត់ឆាយហើយវាក៏មិនត្រូវការបង្ហាញដើម្បីបញ្ជាក់ប្រាប់ម្ដងនេះនោះដែរវាគឺជាការភ្ញាក់ពីដំណេកដោយគ្មានក្តីបារម្ភវាគឺជាការសើចដោយមិនចាំបាច់សម្ដែងវាគឺជាការត្រូវបានគេយល់ចិត្តដោយមិនចាំបាច់ចំណាយពេលវេលាបកស្រាយច្រើនបើយល់ថាវីដេអូនេះមានប្រយោជន៍សូមចែករំលែកវីដេអូនេះទៅកាន់មនុស្សជុំវិញខ្លួនរបស់អ្នកសូមអរគុណជួបគ្នានៅវីដេអូក្រោយ